តែជាតិនិងប្រជាជនសម្ដេចតេជោគ្មានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរដ្ឋអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22 ខែធ្នូឆ្នាំ2025បានសរសេរសំណេរដ៏មានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានទេពាក្យថាហត់នឿយឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកជាធីរដ្ឋបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងឧបហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថានៅថ្ងៃទី20 ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ថ្ងៃទី22 ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅដល់តំបន់ខ្មែរក្រហមដោយយកជីវិតទៅបដូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29 ខែធ្នូឆ្នាំ1998ដឹកនាំកម្ពុជាពីគំនរផេះផលឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ 7% ក្នុងមួយឆ្នាំជាង2សតវត្សនៅមុនកូវីដ-19 បើតាមលោកជាធីរដ្ឋបច្ចុប្បន្នសម្ដេចតេជោកំពុងរួមជាមួយសម្ដេចធិបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជាតិខ្មែរអ្នកនាំពាក្យសម្ដេចតេជោរូបនេះបានគូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងតែដំណើរឲ្យសហការីស្ដាប់ពីបទពិសោធន៍ក្នុងភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដែលលោកតែងតែរំលឹកជារឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់មកដល់ពេលនេះទេព្រោះឆាត់ជីវិតវាលំបាកពេកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅបដូរយកការរស់រានមានជីវិតរបស់ប្រជាជនយកជីវិតទៅបដូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះយកអំណាចទៅបដូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ចំនួនថ្មីសម្ដេចមានប្រសាសន៍បន្ថែមថាចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ